ចា បងប្អូននៅក្នុងវីដេអូមុនខ្ញុំបានចែករំលែកហើយថានៅប្រទេសសៀមមានក្រុមមនុស្ស3ចាទី1អ្នកចេះដឹងហើយអត់ហ៊ាននិយាយការពិតចាទី2អ្នកចេះដឹងហើយធ្វើមិនដឹងហើយបន្លំចាទី3ហ្នឹងគឺអ្នកទូទៅដែលគាត់មិនដឹងហើយក៏គាត់មិនខ្វល់ចាឥឡូវនេះសុំថែមមួយទៀតគឺថាទី4ហ្នឹងគឺថាគឺឈួតចាគឺឈួតនិយាយស្រាប់គ្នាអត់បានអត់ទទួលយកការពិតអីទាំងអស់ចាហើយនៅក្នុងវីដេអូនេះដែរលោកស្រីអាខាណាដែលគាត់ជាសមាជិកសភាហើយគាត់ហ៊ាននិយាយការពិតគេហៅថាអ្នកចេះដឹងហើយនិយាយការពិតណាពេលដែលគាត់ហ៊ាននិយាយការពិតបងប្អូនហើយគឺការជេរប្រមាថពេញប្រទេសសៀមតែម្ដងមិនលេងសើចទេរឿងហ្នឹងចាដូចខ្ញុំបានប្រាប់នៅក្នុងវីដេអូមុនដែរថាក៏ក្រៅធរណីបន្ទាប់មកផ្ទុះភ្នំភ្លើងឥឡូវនេះថែមខ្យល់ព្យុះទៀតចាដោយសារថាលោកស្រីគាត់និយាយការពិតពាក់ព័ន្ធនឹងការប្រើ S16 ទៀតចាអញ្ចឹងការដែលគាត់ហាមមិនឲ្យកាន់ចំកម្លាំងចាក់ភ្លេងទៅរំខានអ្នកភូមិជោគជ័យហើយភូមិព្រៃច័ន្ទហ្នឹងណាគឺមានការជជែកវែកញែកដោយចោទលោកស្រីថាជនជាតិសៀមប៉ុន្តែបេះដូងកម្ពុជាចាអញ្ចឹងទៅគេក៏មានសំណួរទៅសួរដល់លោកស្រីថានៅពេលដែលហេតុអីបើលោកស្រីនឹងកាន់ជើងប្រទេសកម្ពុជាអញ្ចឹងហើយនៅពេលដែលកម្ពុជាយើងតម្លាក់គ្រាប់ទៅ7-11ស្លាប់ជនស៊ីវិលហេតុអីក៏លោកស្រីពេលហ្នឹងមិនចេញមុខមកប្រជាជនសៀមរងគ្រោះច្រើនណាស់មកពេលសង្គ្រាមហ្នឹងមិនក៏មិនជួយចេញមុខចេញមកនិយាយអីអញ្ចឹងណាអញ្ចឹងគាត់ក៏បកស្រាយថាការដែលប្រទេសកម្ពុជាតម្លាក់គ្រាប់ទៅ7-11មានជនស៊ីវិលរងគ្រោះស្លាប់ខាងសៀមក៏បានប្រើសភាវុធទៅខាងកម្ពុជាវិញបើនិយាយពីខាងផ្លូវសង្គ្រាមគេហៅថាវាមានទៅមានមកសងសឹកទៅសងសឹកមកចាហើយអ្វីដែលពិសេសគឺខាងប្រទេសសៀមបានប្រើ S16 គឺថាសភាវុធដែលខុសច្បាប់អន្តរជាតិហើយធ្វើការវាយប្រហារទៅកម្ពុជាធ្វើឲ្យកម្ពុជានេះរងរបួសអំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរទៀតចាអញ្ចឹងគាត់ដឹងហើយគាត់និយាយការពិតអញ្ចឹងសូមឲ្យប្រជាជនសៀមនឹងបើកសតិគេថាបើកសតិគិតអ្វីខុសអ្វីត្រូវឡើងមកវិញចាអញ្ចឹងលោកស្រីបានបញ្ជាក់បន្ថែមទៀតថាគាត់អ្នកធ្វើការខាងហ្នឹងគឺគាត់មើលឃើញនៅចំណុចខ្វះខាតហើយនឹងរងគ្រោះនឹងមានហានិភ័យសម្រាប់ប្រទេសសៀមបើសិនតែយើងនៅតែបន្តទៅចាក់ភ្លេងរំខានដល់ប្រទេសកម្ពុជាចាគេថាគេមានច្បាប់បន្លាប់អញ្ចឹងសង្ឃឹមថាប្រជាជនសៀមនឹងយល់ពីគាត់ចាហើយអ្វីដែលសំខាន់បងប្អូនហើយគឺថាគេជេរប្រមាថគាត់មកប្រទេសប៉ះពាល់ទៅដោយនឹងប្តីរបស់គាត់ទៀតប្តីរបស់គាត់ហ្នឹងគឺថាបាត់ខ្លួននៅពេលដែលថាក់ស៊ីនឡើងកាន់អំណាចហើយធ្វើការវាយប្រហារទៅដល់ក្រុមផ្ដាច់ខ្លួននៅខាងភាគខាងត្បូងខាងម៉ាឡេហ្នឹងណាគឺប្តីរបស់គាត់ហ្នឹងហើយអ្នកចេញមុខតតាំងអីហើយក៏បាត់ខ្លួនដល់រាល់ថ្ងៃហ្នឹងគឺហារកអត់ឃើញទេអញ្ចឹងទៅគឺមានការគេស្ដីឲ្យគាត់ថាទៅរកប្តីអត់ឃើញសិនណាចាំចេញមកនិយាយការពីប្រទេសកម្ពុជាហើយបំអញ្ចឹងទេឲ្យរើផ្ទះទៅនៅប្រទេសកម្ពុជាមកអញ្ចឹងអូយច្រើនមែនតើបងប្អូនអញ្ចឹងប្រទេសសៀមគឺហៅថាមានអាប្រភេទនឹងឈួតមែនតើណាមុនដំបូងខ្ញុំគិតថាវាធ្វើឈួតដើម្បីយកដីយើងតែតាមពិតវាឈួតមែនបងប្អូនហើយឥឡូវហ្នឹងតាមស្ថានីយ៍ទូទាំងអស់ទៅអញ្ជើញអ្នកដែលគាត់រងគ្រោះនៅ7-11ដើម្បីយកពីការឈឺចាប់ឲ្យលោកស្រីនឹងដឹងឬក៏មិនរកអ្នកដែលរងគ្រោះទាំងប្រមាណនៅពេលសង្គ្រាមនោះចេញមកនិយាយតាមប៉ុស្តិ៍ទូមើលការសម្ភាសចឹងទៅហើយមានប៉ុស្តិ៍ទូខ្លះហ្នឹងក៏យកច្បាប់មេត្រាតាក់ទងនឹងការចាក់ភ្លេងរំខានហ្នឹងខុសច្បាប់មេត្រាទីប្រមាណអីអញ្ចឹងបងប្អូនឥឡូវក៏តែរឿងប៉ុណ្ណឹងវាគិតមិនចាញ់ផងនេះឥឡូវបើយើងគិតថាមិនបានវែងឆ្ងាយគិតត្រឹមថាអ្នកចិត្តខាងយើងនេះចាក់ភ្លេងការ៉ាអូខេលឺយើងជាអ្នកចិត្តខាងហ្នឹងក៏យើងមានសិទ្ធិប្តឹងផ្ទះហ្នឹងដែរហើយចុះក៏តែរឿងប៉ុណ្ណឹងវាគិតមិនចាញ់ផងនេះហើយនៅតាមប៉ុស្តិ៍ទូគឺវែកញែកមែនណាបងប្អូនគឺថាឈួតមែនមិនមែនលេងសើចទេខ្ញុំមិនដំបងថាវាឈួតដើម្បីយកដីតាមពិតវាឈួតអត់ដឹងអីមែនឥឡូវហ្នឹងគឺថាវាអត់ទទួលស្គាល់អ្វីដែលជាអ្វីដែលខុសអ្វីដែលត្រូវគឺអត់ទទួលតែម្ដងចាអញ្ចឹងគឺថារឿងហ្នឹងក៏ក្រើកពេញប្រទេសសៀមហើយអ្វីដែលខ្ញុំយកមកចែករំលែកហ្នឹងគឺដោយសារករណីហ្នឹងពាក់ព័ន្ធនឹងភូមិជោគជ័យភូមិព្រៃច័ន្ទចាហើយនឹងពាក់ព័ន្ធនឹងការវាមករំខានយើងបានខ្ញុំយកមកចែករំលែកមិនមែនថាសមាជិកក្នុងការដែលសៀមឆ្លុះគ្នាអីមកចែករំលែកអីអត់ទេបងប្អូនគឺអានេះវាពាក់ព័ន្ធជាមួយខាងយើងបានខ្ញុំយកមកចែករំលែកដែរអញ្ចឹងអ្វីដែលល្អយកទុកអ្វីដែលមិនល្អមិនបាច់នេះទេក៏ស្ដាប់ហើយចោលអញ្ចឹងណាបងប្អូន